ជាសំណាងល្អដែលលោកត្រូវបានគ្រួសារមួយទទួលយកទៅចិញ្ចឹមនិងស្រឡាញ់ដូចជាកូនបង្កើតហើយផ្ដល់នៅភាពកក់ក្ដៅតែវាបានផ្សះផ្សានៅការឈឺចាប់ដែលលោកបានឆ្លងកាត់នៅក្នុងសម័យសង្គ្រាមបានដែរឬទេការផ្ដល់នៅភាពកក់ក្ដៅពីឪពុកម្ដាយចិញ្ចឹមនៅឯប្រទេសបារាំងនោះអាចធ្វើឲ្យការឈឺចាប់ដែលបងប្រុសបានជួបប្រទះនៅក្នុងសម័យសង្គ្រាមនោះបានរសាត់អស់ទេហើយប្រទេសខ្ញុំនៅមួយពុកម្ដាយខ្ញុំចិញ្ចឹមអត់អីគាត់សប្បាយចិត្តមួយគាត់មេប៉ុន្តែយូរទៅខ្ញុំនឹកពុកម្ដាយខ្ញុំនៅនេះពីបងពុកម្ដាយខ្ញុំចិញ្ចឹមគាត់ស្រឡាញ់ខ្ញុំមេអត់ដូចគ្នាសាច់ឈាមបាទតើសង្គ្រាម3ឆ្នាំ8ខែ20ថ្ងៃនេះគឺសង្គ្រាមនៅក្នុងរបបប៉ុលពតនេះតែម្ដងបានធ្វើឲ្យលោកបាត់បង់អ្វីខ្លះបាត់បងបាត់បង់ពុកម្ដាយបងបូនក្រុមគ្រួសារទាំងអស់បាត់បង់ឪពុកម្ដាយបងប្អូនក្រុមគ្រួសារហើយរសាត់អណ្ដែតជាក្មេងកំព្រារហូតទៅដល់ប្រទេសបារាំងបាទសង្គ្រាមនេះបានបង្កនៅវិបត្តិផ្លូវចិត្តដ៏ធំសម្រាប់ប្រជាពលរដ្ឋកម្ពុជារបស់យើងរហូតមកដល់ពេលបច្ចុប្បន្ននេះវិបត្តិផ្លូវចិត្តដ៏ធំនោះគឺការបាត់បង់គ្រួសារនិងការរស់នៅតែម្នាក់ឯងហើយបានផ្លាស់ប្ដូរនៅខ្សែជីវិតឲ្យជួបប្រទះនៅព្យុះភ្លៀងឥតឈប់ឈរតើគ្រួសាររបស់បងប្រុសមានសមាជិកចំនួនប្រមាណអ្នកនៅក្នុងសម័យសង្គ្រាមកាលពីពេលសង្គ្រាមនោះនៅក្នុងគ្រួសាររបស់បងតើមានសមាជិកប្រមាណអ្នកដែរសមាជិកស្វែងគេសិទៅបងបូន6នាក់មានឪពុកម្ដាយហើយនឹងបងខ្ញុំបងប្រុសខ្ញុំបងស្រីខ្ញុំបាទចឹងមានន័យថាឪពុកម្ដាយហើយនឹងបងប្អូន4នាក់បាទ17មេសាឆ្នាំ1975បានប្រែក្លាយប្រទេសកម្ពុជាទាំងមូលឲ្យស្ថិតក្នុងភពងងឹតគ្មានពន្លឺរស្មីនិងគ្មានក្តីសង្ឃឹមទីក្រុងបានក្លាយទៅជាទីក្រុងខ្មោចដ៏ស្ងាត់ជ្រងំប្រជាជនរាប់លាននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងនិងត្រូវបង្ខំឲ្យធ្វើការធ្ងន់លើសពីកម្លាំងពលកម្មសង្គ្រាម3ឆ្នាំ8ខែ20ថ្ងៃបានធ្វើឲ្យប្រជាជនកម្ពុជាជាង1.7 លាននាក់ត្រូវបានសម្លាប់និងស្លាប់ដោយសារការអត់ឃ្លាននិងប្រជាជនកម្ពុជាជាច្រើនអ្នកទៀតបាននិរាសព្រាត់ប្រាសពីសាច់ញាតិនិងបានបន្សល់ទុកនៅកុមារកំព្រាជាច្រើនឲ្យរស់រងទុក្ខវេទនាតែម្នាក់ឯងទុក្ខវេទនាដ៏មហាសែនលំបាកនេះបានបង្ខំឲ្យប្រជាជនកម្ពុជាជាង8សែននាក់រត់ភៀសខ្លួនចេញទៅរស់នៅជំរំដើម្បីរួចផុតពីការស្លាប់និងបានស្គាល់នៅពន្លឺអនាគតថ្មីលើទឹកដីថ្មីប៉ុន្តែបំណងប្រាថ្នាមិនបានកើតមានចំពោះពួកគាត់គ្រប់គ្នានោះទេជាង 13% នៃជនភៀសខ្លួនកម្ពុជាបានចេញទៅរស់នៅឯប្រទេសទី3និងជាង 87% បានធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញដោយសារតែរបបខ្មែរក្រហមដែលបានសម្លាប់រង្គាល
ប្រជាជនកម្ពុជាជាង1លាន7សែននាក់បានធ្វើឲ្យកុមារាម្នាក់នេះរត់រសាត់អណ្ដែតតែម្នាក់ឯងចាក់ឆ្ងាយពីគ្រួសារនិងមាតុភូមិអស់រយៈពេលជាង33ឆ្នាំលោកបានរស់នៅក្នុងជំរំជនភៀសខ្លួនក្នុងនាមជាកុមារកំព្រានិងជាភ័ព្វសំណាងលោកត្រូវបានគ្រួសារមួយនៅប្រទេសបារាំងទទួលយកទៅចិញ្ចឹមនិងស្រឡាញ់ដូចជាកូនបង្កើតបើទោះបីជាសង្គ្រាមប្រល័យពូជសាសន៍នេះបានបញ្ចប់អស់រយៈពេលជាង33ឆ្នាំប៉ុន្តែសោកនាដកម្មដែលបង្កឡើងដោយសង្គ្រាមនេះមិនទាន់បានបញ្ចប់នៅឡើយនោះទេអស់រយៈពេលជាង30ឆ្នាំដែលលោករស់នៅជាកុមារកំព្រានិងមិនដែលបានជួបឬដឹងដំណឹងអ្វីសោះអំពីគ្រួសាររបស់លោកពេលបានមកជន់ទឹកដីកំណើតនេះកាន់តែធ្វើឲ្យលោកមានការនឹករលឹកពីភាពកក់ក្ដៅរបស់គ្រួសារដែលលោកបានស្គាល់ត្រឹមតែ8ឆ្នាំប៉ុណ្ណោះ nó là bố tiếng cái hao phục mà đây được khang nè rồi con cháu được khang nè rồi yu tố rồi nè yu tố cái vô phục mà đây được khang nè bùi xin pardon parce que khi nó rồi khi nó cái lên rồi cái con của bia cái thứ ca tổng dục tổng ngay nó ấy xemนึกปลุกมาได้ขี้มขี้มรถตู้ออกมาขี้มรถตู้ขี้มซ้ำกี้ตู้มือปลุกมาได้ขี้มกี่อัดเอาขี้มตู้อยู่ตู้ขี้มรถตู้มือปลุกมาได้ขี้มปีกี่ทักขี้มไม่จังเนี่ยเองรถมาไหมบันไปกี่จับบ้านออกมาดองปีดองปีใบดองดองก้อยกี่ดดจึงขี้มphục ôi cầm cái thang nhóm về và nhóm đặt chân là anh cầm ôi là anh rót tàu trở lên phê ý là nó nhóm mời lấy nhóm đôi ăn tết ý yu tàu thì cực nhóm tiếng cái ôi nhóm tục ở nhóm vô nấu ngay tết cầm ôi nhóm mờ rót mà mờ phục ẩm đại nhóm bong pro nhóm rồi cắt clap ba này nhóm mời nhóm đã ăn khơi nhỉ khi mà lưu kỳ tha bọn này anh club bà tái cái nam núng nhóm mời nhóm chỉ căng mỗi lục thôm nó mỗi nhóm từ nhà xa ký bọn nó cắt chỉ tết cũ cắt tha nhóm mày chén rồi ôn anh một cháy ấy tha bát ở trong ta bát phải và là cật prap nhóm và là bong đó là anh club bà ra chúng ta ở bóng mấy trái mà cái trái có tuổi tu cặp bẹt pu nó cật nó mục nhóm cật chỉ cong nó mục nhóm cái tha cháy trái mấy đúng ở trong ta pu chụp tết chạy cong nhóm rồi cái nó cái lạc vác này ngay nhóm đặt thư put nhóm rồi ôi ta nó cật dễ cặp nhóm bóng nhóm club bẹp mít nhóm thư put rồi cầm thư nhóm thư xe cong nhóm rồi nhóm tha nhóm prap cật tu nhóm rồi tàu lớn này ngay cong nhóm lạc vác nhóm rồi nhóm đặt chia rồi thế bong cật chỉ để cô nó tha với bong là anh club bà ra chi rồi club ấy tu club bè rồi đón nhóm
ខ្ញុំនឹកពីមុនខ្ញុំដល់នឹកច្រើននេះពីឡើយនឹងយូរទៅខ្ញុំគិតថាពុកម្ដាយខ្ញុំក្លាប់បាត់ហើយតង់បូនតង់បូនប្រុសបូនស្រីនោះពុកម្ដាយខ្ញុំអត់ជឿគាត់ទៅអត់ជឿគាត់រស់ហើយខ្ញុំជឿគាត់ក្លាប់ហ្មងខ្ញុំអត់ដឹងចឹងខ្ញុំដឹងនិយាយប្រាប់មិនទេបងស៊ីខ្ញុំឃើញមុខគាត់ឈរនៅមុខខ្ញុំស៊ីខ្ញុំដល់កកងតង់ខ្ញុំដល់សប្បាយចិត្តស៊ីយូធូបបើសិនជាខ្ញុំរកឃើញក្រុមគ្រួសារដែលជាសាច់ញាតិរបស់ខ្ញុំណាមួយឲ្យតែជាសាច់ញាតិរបស់ខ្ញុំមានការត្រេកអរយ៉ាងខ្លាំងហើយខ្ញុំគិតថាប្រហែលក្នុងជីវិតនេះគឺជាអំណោយដ៏ល្អបំផុតនៅក្នុងឆាកជីវិតរបស់ខ្ញុំតាប់ខ្ញុំចឹងសឹកបេះដូងខ្ញុំប្រសិនបើថ្ងៃណាមួយក្រុមការងាររបស់បងបានប្រាប់ថារកឃើញពេលនោះប្រហែលជាបេះដូងរបស់ខ្ញុំមានល្បឿន100គីឡូម៉ែត្រក្នុង1ម៉ោងអស់រយៈពេលយ៉ាងយូរនេះមានតែអនុស្សាវរីយ៍គ្រួសារដ៏តិចតួចបំផុតសម្រាប់លួងលោកខ្ញុំបន្ទូចខ្ញុំពុកខ្ញុំថាក៏អុយខ្ញុំទៅដងទឹកជ័យទៅដងទឹកតិចថាបាខ្ញុំទៅដងទឹកផ្ទះខ្ញុំនៅពោខ្ញុំចោះនំតិចខ្ញុំទៅដងទឹកក៏ខ្ញុំជន់អីគេខ្ញុំទឹកក៏ខ្មួនផងជើងធ្លាក់ក្នុងទឹកអីធ្លាក់ទឹកហើយខ្ញុំស្រែកអីពុកខ្ញុំមកមកយកបាត់គឺដងទឹកអីផ្ទះនៅចិត្តនឹងaprès dương cũng hộp bài hộp thực chứng après còn đáp hạt vui cái lư cái chieng chạy lạ tức hay ở đó tôi toàn cua xa ở chieng chieng ở xí ở đó khi ông những cái đôi yên tích của cơn kỳ chieng mùi tha khi ông chieng yên đi bị depuis bị tút cắt khơi một nhóm cắt có cắt chieng cắt khơi một trong cắt chieng chạy lạ tức hay ở vì